បងប្អូនជឿអត់ថាតូបរបស់ខ្ញុំសម្រាប់អាហារមួយពេលអត់តែ3000រៀលទេបានសឡមួយមុខនិងបាយមួយចានអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានតូបមានកន្លែងដែលគាត់មានមុខរបរលក់ដូរដូចជាម្ហូបចំណីដូចខ្ញុំសូមផ្ដោតទៅលើគុណភាពនិងរសជាតិទោះបីជាយើងតម្លៃធូរថ្លៃក៏ដោយប៉ុន្តែយើងត្រូវផ្ដល់នៅអ្វីដែលល្អសម្រាប់ភ្ញៀវក៏ដូចជាអនាម័យនិងរសជាតិសម្រាប់ខ្ញុំផ្ដោតខ្លាំងណាស់សម្រាប់រសជាតិសម្លរបស់ខ្ញុំហើយជាពិសេសភ្ញៀវដែលគាត់មកញ៉ាំតែងតែនិយាយថាបងស្លដូចស្លនៅផ្ទះញ៉ាំខ្លួនឯងអញ្ចឹងគាត់ញ៉ាំបានច្រើនហើយមួយជាប់ជាប្រចាំខ្ញុំលក់តាំងពីភ្ញៀវ4-10 នាក់រហូតបានភ្ញៀវច្រើនជាប្រចាំជារៀងរាល់ថ្ងៃហើយអ្នកដែលចូលមកហូបក៏តែងតែប្រាប់ថាបងស្លដូចអ្នកផ្ទះខ្ញុំស្លអញ្ចឹងគាត់មានអារម្មណ៍ថាគាត់ដូចជាគាត់ហូបនៅផ្ទះរបស់ខ្លួនឯងអញ្ចឹងតាមពិតទៅខ្ញុំស្លនេះគឺខ្ញុំផ្ដោតលើអារម្មណ៍របស់ខ្ញុំថាខ្ញុំស្លសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំអញ្ចឹងដែរអញ្ចឹងគាត់ហូបឆ្ងាញ់ខ្ញុំក៏ហូបឆ្ងាញ់